វាសួរពុកម៉ែបងប្អូនប្រជាកសិករនៅខាងខេត្តបាត់ដំបងបាទខាងក្រៅនេះគឺជាទីតាំងត្រាក់ទ័រមហិន្ទ្រារបស់ខាងព្រីសហើយអញ្ចឹងយើងទៅជួបជាមួយនឹងបងស្រីដែលគាត់ជាអ្នកគ្រប់គ្រងនៅទីនេះផ្ទាល់ចង់ដឹងថាតើចំណាប់អារម្មណ៍ដែលគាត់បានយកត្រាក់ទ័រមហិន្ទ្រាយកមកធ្វើការលក់ទីផ្សារនៅលើខេត្តបាត់ដំបងនេះតើគាត់មានអារម្មណ៍បែបណាបាទជំរាបសួរបងស្រីបាទសូមស្គាល់ឈ្មោះបងស្រីបន្តិចចាខ្ញុំឈ្មោះសុកហៀងចាខ្ញុំជាអ្នកគ្រប់គ្រងទូទៅនៅខាងសាខាព្រៀបសត្រាក់ទ័រមហិន្ទ្រាអូខេបងស្រីខ្ញុំចង់សួរថាបងអាចបញ្ជាក់ពីទីតាំងមហិន្ទ្រានេះបន្តិចបានទេបាទយើងស្ថិតនៅភូមិច្រាពាលភូមិលង្វល់ស្រុកសង្កែខេត្តបាត់ដំបងយើងជិះពីព្រៀបសមកមួយព្រៀបសមកប្រហែលជា200ម៉ែត្រទៅនៅខាងឆ្វេងដែរអូខេបងស្រីសូមសួរបងជិះមួយទៀតតើចំណាប់អារម្មណ៍បងស្រីយល់ឃើញយ៉ាងណាដែរចំពោះត្រាក់ទ័រមហិន្ទ្រាបានបងសម្រេចចិត្តជ្រើសរើសយកប្រភេទមហិន្ទ្រានេះមកធ្វើការដាក់លក់នៅខេត្តបាត់ដំបងនេះចានិយាយទៅមុននឹងយកមកលក់ជូនពុកម៉ែបងប្អូនគឺយើងធ្វើការស្វែងយល់ចាយើងស្វែងយល់ហើយនឹងយើងធ្វើការស្រាវជ្រាវដែរអញ្ចឹងតាមរយៈ GPT ចានិយាយទៅគឺសិក្សាស្រាវជ្រាវថាឃើញថាលក់ដាច់ច្រើនមែនតើមួយឆ្នាំចុងក្រោយនេះគឺលក់ដាច់ជាងគេហ្មងចាហើយយើងបានធ្វើការសាកល្បងដែរហើយអតិថិជនដែលគាត់ទិញពីយើងមុននឹងគាត់ទិញក៏យើងឲ្យគាត់សាកដែរសាកតបតល់នៅតាមស្រែចម្ការគាត់អូមានខាងបងប្រជាកសិករគាត់មកសាកតនៅដល់ចាតើយើងទទួលបាន feedback ពីគាត់យ៉ាងម៉េចដែរគាត់ថាហ្នឹងវាយដីដាច់ល្អរបៀបថាល្វែងស្អាតហ្មងចាអញ្ចឹងមានអារម្មណ៍ថាពុកម៉ែបងប្អូននៅខាងបាត់ដំបងគាត់ចាប់អារម្មណ៍ច្រើនអញ្ចឹងសម្រាប់បងផ្ទាល់តើបងអាចផ្ដាំផ្ញើទៅកាន់ពុកម៉ែបងប្អូនយើងនៅខាងខេត្តបាត់ដំបងនេះដែលគាត់ជ្រើសរើសយកប្រភេទមហិន្ទ្រាយកទៅសម្រាប់ផ្គត់ផ្គង់ដីស្រែចម្ការយ៉ាងម៉េចទៅសម្រាប់បងប្អូនដែលគាត់មានដីស្រែចម្ការមិនថាតែគាត់ធ្វើស្រែធ្វើដលងធ្វើពោតអីទេចាគាត់ចង់បានត្រាក់ទ័រដែលមានគុណភាពល្អចាជាប្រភេទថាមានខ្នាតតូចក៏មានខ្នាតធំក៏មានចាយកទៅជួដីស្រែចម្ការបានល្អហើយធន់ចាធន់ប្រើប្រាស់បានយូរឆ្នាំព្រោះយើងទិញមួយទៅមិនមែនប្រើតែ1ឆ្នាំ2ឆ្នាំទេចាអញ្ចឹងគឺគាត់អាចធ្វើការជ្រើសរើសជាមួយនឹងមហិន្ទ្រារបស់យើងបានតំបន់នេះជាច្រើនដីពិបាកជួទេបងតាមតំបន់ដែរចាដីខ្លះទៅក៏វាក្តាំងអញ្ចឹងទៅដីខ្លះគេធ្វើច្រើនអញ្ចឹងទៅវារៀងធូរតាមតំបន់តែបើសិនតែយើងសង្កេតមើលទៅតាមសម្ពាធដីតំបន់នេះមើលទៅត្រាក់ទ័ររបស់យើងគឺអាចទៅរកស៊ីផុយស្រួលបាទពួកកម្លាំងខ្លាំងចាយើងប្រជាកសិករនៅតំបន់នេះគាត់អាចយកទៅដើម្បីធ្វើសម្រាប់ស្រែចម្ការរបស់គាត់បាទអូខេអរគុណច្រើនបងស្រីអរគុណបាទអញ្ចឹងពុកម៉ែបងប្អូននៅខាងខេត្តបាត់ដំបងជាពិសេសប្រជាកសិករដែលគាត់ធ្វើស្រែចម្ការបាទគាត់ប្រមូលផលដំណាំដំឡូងមិនអញ្ចឹងហីបងបាទស្រែចម្ការដូចជាស្រូវអីគាត់អាចយកបាទជ្រើសរើសយកប្រភេទមហិន្ទ្រានេះយើងមានកម្លាំង50មានកម្លាំង60 75 95បាទតាមកម្លាំងតូចធំពុកម៉ែបងប្អូនយើងអាចមកសាកល្បងបានបាទអញ្ចឹងបងអាចបញ្ជាក់ទីតាំងម្ដងទៀតបានទេដើម្បីពុកម៉ែបងស្គាល់ទៅបាទចាបើសិនជាបងប្អូនជិះពីព្រៀបសកំពង់មូលព្រៀបសបងប្អូនមកប្រហែលជា200ម៉ែត្រទេចានៅខាងឆ្វេងដៃយើងឃើញប៉ាឡូមហិន្ទ្រារបស់យើងណាចាហើយបើសិនជាបងប្អូនមកពីខាងលង្វល់វិញឬក៏មកពីម៉ោងអីចឹងអត់ទាន់ដល់ព្រៀបសទេនៅខាងស្ដាំដៃវិញចាអូខេបាទអញ្ចឹងចុងក្រោយអរគុណបងស្រីដែលបានផ្ដល់ទស្សនវិជ្ជាថ្ងៃនេះហើយក៏អរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូនេះក៏ដែរអញ្ចឹងពុកម៉ែបងប្អូនយើងបាទនៅចាំបីទៀតត្រាក់ទ័រមហិន្ទ្រានៅខាងក្រោយដូចខ្ញុំនេះបាទពុកម៉ែបងប្អូនប្រជាកសិករអាចជ្រើសរើសយកទៅសាកល្បងបានបាទគ្រាន់តែឆាតចូលពេកឥឡូវនេះនឹងទទួលបានព័ត៌មានកាន់តែលម្អិតបាទអរគុណពុកម៉ែបងប្អូនបាទ